សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍កាមកកាន់ Channel របស់យើងខ្ញុំសាជាថ្មីថ្ងៃនេះយើងនឹងមកស្វែងយល់អំពីអត្ថន័យសុភាសិតខ្មែរមួយឃ្លាដែលពោរពេញទៅដោយអត្ថន័យនិងខ្លឹមសារអប់រំនិងទស្សនវិជ្ជាយ៉ាងជ្រាលជ្រៅនោះគឺតោកសឹកមាត់ទៅដោកឆ្អែតមាត់ក្របីតើសុភាសិតនេះចង់មានន័យយ៉ាងណាតោះមកតាមដានទាំងអស់គ្នាសុភាសិតនេះគឺជារូបភាពប្រៀបធៀបដ៏រស់រវើកមួយដែលដកស្រង់ចេញពីជីវិតប្រចាំថ្ងៃរបស់កសិករខ្មែរយើងដើម្បីឲ្យយល់ច្បាស់យើងត្រូវបំបែកវាជាពីរផ្នែកដែលផ្នែកទី1គឺត្រដោកផ្នែកទី2គឺសំឡេងត្រដោកគឺជាឧបករណ៍ធ្វើពីឈើឬឫស្សីដែលគេចងព្យួរទៅនឹងកក្របីពេលក្របីដើរឬងក់ក្បាលឬក៏ស៊ីស្មៅគ្រាប់ឈើដែលនៅជាប់នៅខាងក្នុងត្រដោកនោះក៏ប៉ះទង្គិចគ្នាបង្កើតបានទៅជាសំឡេងកោកឬឥតឈប់ឈរសំឡេងនោះមានប្រយោជន៍សម្រាប់ម្ចាស់ដើម្បីងាយស្រួលដឹងថាតើក្របីរបស់គាត់នៅទីណាប៉ុន្តែចំណុចសំខាន់គឺនៅត្រង់ថាសឹកមាត់ត្រដោកការប៉ះទង្គិចគ្នាមិនឈប់ឈរនេះធ្វើឲ្យត្រដោកដែលជាចំណុចកកិតនោះរងការសឹករលួយបន្តិចម្ដងវាប្រៀបបានទៅនឹងការបញ្ចេញថាមពលនិងការនិយាយឥតឈប់ឈរប៉ុន្តែលទ្ធផលដែលត្រដោកផ្ទាល់ទទួលបានគឺមានតែការខូចខាតនិងបាក់បែកតែប៉ុណ្ណោះគឺបានត្រឹមតែឮសូរសំឡេងប៉ុន្តែខ្លួនឯងវិញសឹករិចរិលទៅឥឡូវយើងងាកមកមើលផ្នែកទី2វិញម្ដងគឺឆ្អែតពោះក្របីខណៈពេលដែលត្រដោកកំពុងតែបញ្ចេញសំឡេងកោកនិងសឹករលត់ខ្លួនឯងតើក្របីកំពុងធ្វើអីក្របីវាមិនបានខ្វល់នឹងសំឡេងដែលជាប់ទៅនឹងករបស់វាទេភារកិច្ចចម្បងរបស់វាគឺស៊ីស្មៅនៅពេលដែលវាបន្តស៊ីរហូតដល់ឆ្អែតពោះលទ្ធផលដែលក្របីទទួលបានគឺផលប្រយោជន៍ពិតប្រាកដគឺការឆ្អែតនិងការទទួលបាននូវថាមពលដើម្បីបន្តជីវិតនៅក្នុងការងាររបស់វាក្របីមិនបាននិយាយអ្វីទាំងអស់គឺវាធ្វើការស៊ីតែប៉ុណ្ណោះដូច្នេះនៅពេលដែលយើងយកអត្ថន័យប្រៀបធៀបនេះមកអនុវត្តនៅក្នុងសង្គមតើមានអត្ថន័យយ៉ាងណាត្រដោកគឺតំណាងឲ្យក្រុមមនុស្សដែលពូកែនិយាយពូកែណែនាំពូកែបង្រៀនឬពូកែខាងទ្រឹស្ដីពួកគេអាចជាអ្នកដឹកនាំជាអ្នកអប់រំជាអ្នកនយោបាយឬក៏សូម្បីតែមិត្តភ័ក្តិឬក៏សាច់ញាតិរបស់យើងដែលពោរពេញទៅដោយចំណេះដឹងនិងពាក្យទូន្មានល្អៗពួកគេនិយាយរហូតដល់សឹកមាត់ពោលគឺអស់កម្លាំងអស់វាចានិងចំណាយពេលវេលាឥតប្រយោជន៍ប៉ុន្តែបញ្ហាគឺពួកគេនិយាយដោយមិនបានយកទ្រឹស្ដីឬពាក្យណែនាំទាំងនោះមកអនុវត្តដោយខ្លួនឯងជាលទ្ធផលពួកគេបានទទួលលទ្ធផលពិតជាលទ្ធផលពួកគេមិនបានទទួលផលប្រយោជន៍ពិតប្រាកដណាមួយពីអ្វីដែលពួកគេនិយាយនោះទេចំណែកឯក្របីវិញតំណាងឲ្យអ្នកស្ដាប់អ្នកទទួលការណែនាំពួកគេអាចជាកូនសិស្សជាកូនចៅបុគ្គលិកឬក៏ជាប្រជាពលរដ្ឋទូទៅពួកគេស្ដាប់នៅទ្រឹស្ដីល្អហើយក៏ចាប់ផ្ដើមយកទៅអនុវត្តជាក់ស្ដែងដោយមិនចាំបាច់និយាយច្រើនពួកគេប្រៀបដូចជាក្របីដែលមិនខ្វល់នឹងសំឡេងត្រដោកគឺគិតតែពីការងាររបស់គេទីបំផុតពួកគេក៏ទទួលបានលទ្ធផលជាក់ស្ដែងគឺឆ្អែតពោះដែលប្រៀបបានទៅនឹងភាពចម្រុងចម្រើននិងលទ្ធផលពិតប្រាកដនៅក្នុងជីវិតរបស់ពួកគេអ្នកធ្វើគឺជាអ្នកដែលទទួលបានផលតាមរយៈការបកស្រាយនេះយើងអាចដកស្រង់សារអប់រំសំខាន់ពីរយ៉ាងទី1តម្លៃនៃការអនុវត្តសុភាសិតនេះដាស់តឿនយើងថាចំណេះដឹងនិងការនិយាយបានតែមាត់มันអាចផ្ដល់ផលប្រយោជន៍អ្វីបានឡើយបើគ្មានសកម្មភាពជាក់ស្ដែងនោះទេភាពជោគជ័យមិនកើតចេញពីការស្ដាប់ឬការនិយាយនោះឡើយប៉ុន្តែវាកើតចេញពីការអនុវត្តអ្នកអាចស្ដាប់គំនិតរកស៊ីល្អរាប់រយប៉ុន្តែបើអ្នកមិនចាប់ផ្ដើមធ្វើវាទេអ្នកនឹងមិនអាចមានអាជីវកម្មផ្ទាល់ខ្លួនឡើយអ្នកអាចដឹងពីវិធីហាត់ប្រាណល្អជាច្រើនប៉ុន្តែបើអ្នកមិនព្រមទៅហាត់ប្រាណទេសុខភាពរបស់អ្នកក៏មិនបានប្រសើរឡើងដែរសារអប់រំទី2គឺការអប់រំ
ការរិះគន់ទៅលើអ្នកចេះតែនិយាយឬពួកទ្រឹស្ដីនិយមសុភាសិតនេះរិះគន់ចំទៅលើបុគ្គលដែលពូកែខាងណែនាំគេឯងប៉ុន្តែខ្លួនឯងវិញមិនព្រមធ្វើពួកគេគ្រាន់តែជាមនុស្សកោកគឺមានតែសម្លេងប៉ុន្តែខ្វះទង្វើនៅក្នុងសង្គមការងារឬនៅក្នុងជីវិតប្រចាំថ្ងៃយើងប្រកាសជាធ្លាប់ជួបមនុស្សប្រភេទនេះតែពូកែភិកច្រើនពូកែរិះគន់ប៉ុន្តែឲ្យធ្វើវិញគឺមិនប្រកាសថាបានការឡើយពួកគេជាត្រដោកដែលប្រឹងតែបញ្ចេញសម្លេងតែមិនដែលបានឆ្អែតពោះដូចអ្នកអនុវត្តឡើយសរុបមកសុភាសិតតោកសឹងតែបែកមាត់ត្រដោកឆ្អែតពោះក្របីគឺជាកញ្ចក់ឆ្លុះបញ្ចាំងនិងជាការក្រើនរំលឹកដ៏មានតម្លៃសម្រាប់យើងទាំងអស់គ្នាវានិយាយអំពីតុល្យភាពរវាងពាក្យសម្ដីនិងទង្វើវាបង្រៀនយើងឲ្យក្លាយទៅជាក្របីដែលស្ងៀមស្ងាត់តែកំពុងតែឆ្ពោះទៅរកភាពឆ្អែតស្កប់ស្កល់ជាងកាយជាត្រដោកនិងឮសូរតែសំឡេងប៉ុន្តែបែរជាសឹកមាត់ខ្លួនឯងទៅវិញចូលចងចាំថាទ្រឹស្ដីល្អរាប់ពាន់ក៏មិនស្មើនឹងការអនុវត្តម្ដងដែរខ្ញុំសង្ឃឹមថាការបកស្រាយនេះអាចផ្ដល់ជាចំណេះដឹងថ្មីដល់បងប្អូនទាំងអស់គ្នាតើបងប្អូនយល់យ៉ាងណាដែរចំពោះសុភាសិតមួយនេះសូមចែកចម្លែកមតិយោបល់របស់បងប្អូននៅលីងនៅខាងក្រោមវីដេអូនេះសូមអរគុណចំពោះការទស្សនារបស់បងប្អូនប្រសិនបើពេញចិត្តសូមកុំភ្លេចជួយចុច like និង share ឬក៏ subscribe ដើម្បីទទួលបានវីដេអូថ្មីបន្តទៀតសូមអរគុណ